Ok, so stay netទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមាននៅវីដេអូចែករំលែកមួយពាក់ព័ន្ធជាមួយនឹងការ generate Gmail សម្រាប់យកទៅប្រើប្រាស់ភាសាយើងដឹងស្រាប់ហើយរាល់ថ្ងៃនេះមានបងប្អូនយើងជា content creator ជាច្រើនគ្នាហ្នឹងគាត់មានតម្រូវការប្រើ Gmail ច្រើនហើយអាចថាវាពិបាកក្នុងការបង្កើតដែរហើយយើងក្នុងការយកទៅ generate នៅលើ website AI មួយចំនួនហ្នឹងគឺវាមាន limit ក្នុងការ generate សម្រាប់ email មួយអញ្ចឹងវីដេអូនេះខ្ញុំនឹងមាន website មួយដើម្បីមកចែករំលែកជាមួយបងប្អូនវាអាច generate បានច្រើនមែនទែនហើយយើងអាចយកទៅប្រើប្រាស់តាមតម្រូវការអញ្ចឹងសម្រាប់គ្នាយើងដែលបានមើលនៅវីដេអូនេះសូមជួយចុច subscribe នៅ channel របស់ខ្ញុំមួយផងដោយសារ channel នេះខ្ញុំទើបតែបង្កើតទេអញ្ចឹងជួយ subscribe channel នេះមួយដើម្បីទទួលបាននៅវីដេអូចែករំលែកបន្តទៀតកុំឲ្យរងចាំយូរយើងចូលអញ្ចឹងយើងចូលមកកាន់ Google មកចូលកាន់ Google យើងវាយពាក្យថា free Gmail Netlify app នេះមួយនេះនៅខាងលើគេនេះអញ្ចឹងយើងចុចចូលមកពេលដែលយើងចុច link ខាងលើហ្នឹងវានឹងចូលមកដល់ផ្ទាំង website គេអញ្ចឹងយើងមានតម្រូវការតែ Gmail របស់យើងមួយទេដែលយើងប្រើរាល់ថ្ងៃហ្នឹងអាចនិយាយបានថាវាស្តៀងនឹង Yandex ដែរតែវាមាននៅ email goal មួយហើយយើងអាចបន្ថែមលេខបន្ថែមអក្សរនៅខាងក្រោយវាទៅគឺអាចប្រើបានច្រើនអញ្ចឹងនេះគឺវាមានប្រើតែ Gmail goal មួយទេហើយដល់ពេលយើងដាក់ Gmail goal ចូលទៅបន្ទាប់មកយើងចុច generate គឺថាវា generate ឲ្យខ្ញុំបានដល់ទៅ 16000 Gmail ជាងអញ្ចឹងឧទាហរណ៍ថាយើងប្រើនៅលើ Leonardo AI អូខេអញ្ចឹងពេលដែលយើងប្រើនៅលើ Leonardo AI វាទាមទារឲ្យយើង login ជាមួយនឹង Gmail account ដើម្បីវា free credit ឲ្យយើងប្រើប្រាស់អញ្ចឹងក្នុងមួយថ្ងៃLeonardo AI ហ្នឹងគឺ free credit ឲ្យយើងតែ150 credit ទេសម្រាប់មួយ account Gmail អញ្ចឹងបើយើងគិតទៅយើងយក Gmail មួយហ្នឹងមក generate ហើយយើងយកមកប្រើនៅលើ Leonardo នេះគិតថា150គុណនឹង 10000 ជាងហ្នឹងគឺយើងប្រើមិនអស់ទេយើងអាចធ្វើអ្វីក៏បានដែរយើងលែងព្រួយបារម្ភថាយើងបង្កើតនៅវីដេអូមួយយើងត្រូវការ generate send ច្រើនអញ្ចឹងទៅយើងមិនអាចមាននៅ credit គ្រប់អញ្ចឹងយើងប្រើ Gmail មួយយើងអាចមាន credit ច្រើនដើម្បីយកមកប្រើប្រាស់នៅលើនេះហើយមិនមែនប្រើបានតែលើ Leonardo ទេអាចប្រើបាននៅលើ Kling ឬក៏នៅលើ website AI មួយចំនួនទៀតដែលវាមាន limit ប្រើប្រាស់សម្រាប់ account មួយ account Gmail អូខេអញ្ចឹងសម្រាប់វីដេអូចែករំលែករបស់ខ្ញុំថ្ងៃនេះពាក់ព័ន្ធជាមួយនឹងការ generate Gmail គឺមានតែប៉ុណ្ណេះសង្ឃឹមថាវានឹងជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាហើយជាថ្មីម្ដងទៀតសម្រាប់បងប្អូនដែលមិនទាន់បាន subscribe នៅ channel YouTube របស់ខ្ញុំសូម subscribe ដើម្បីទទួលបានចំណេញបន្តទៀត